នៅក្នុងវីដេអូនេះយើងមកសិក្សាស្វែងយល់អំពីពាក្យរស់ទាំង3នេះតើវាមានលក្ខណៈខុសគ្នាបែបណាខ្លះតោះមកមើលការបញ្យល់ជាមួយខ្ញុំទាំងអស់គ្នាចំពោះពាក្យរស់ទី1គឺចង់សំដៅទៅលើភាពរហ័សរហួនឆាប់រហ័សនិងការសំដៅទៅលើធ្វើអ្វីមួយដោយបន្ទាន់ឬក៏ប្រញាប់ប្រញាល់អញ្ចឹងណាឧទាហរណ៍ថារស់រាន់ឡើងប្រញាប់ឡើងរស់រាន់ធ្វើអានឹងឲ្យហើយឲ្យលឿនអញ្ចឹងណាមួយទៀតគឺពាក្យរស់រាយដែលបង្ហាញអំពីទឹកមុខញញឹមរស់រាយរាក់ទាក់របស់មនុស្សម្នាក់បន្តមកទៀតគឺពាក្យរស់ទី2រនិងសអានថារស់គឺចង់សំដៅទៅលើនំចំណីដែលប៉ះពាល់ដោយអណ្ដាតដែលដឹងថាមានរសជាតិជូរជាត់ល្វីងផ្អែមជាដើមឧទាហរណ៍នំនេះប្រៃណាស់សម្លប្រៃសម្លផ្អែមនឹងគឺយើងត្រូវទៅសេដោយអក្សររនិងសអានថារស់បន្តមកទៀតគឺពាក្យរស់ទី3រនិងសបន្តថ្នាក់ពាក្យវិជ្ជនាមគឺជាការមានជីវិតរស់នៅដែលមិនទាន់ស្លាប់ឧទាហរណ៍មនុស្សរស់សត្វរស់